ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំបាទរឿងពិតម្ដងទៀតហើយបាទថ្ងៃនេះគឺខ្ញុំមានរឿងចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាមួយនៅខាងកំពង់សោមបាទមានអ៊ំប្រុសម្នាក់គាត់បានផ្ដល់ជូនមកខ្ញុំរឿងដែលគាត់បានចូលទៅគេងផ្ទះសំណាក់មួយនៅក្បែរឆ្នេរអូឈើទាលបាទផ្ទះសំណាក់នោះគឺខ្ញុំអត់សុំបញ្ចេញឈ្មោះទេអ៊ំប្រុសម្នាក់គាត់បានមកពីខាងបាត់ដំបងគាត់មកលេងខាងកំពង់សោមរកផ្ទះសំណាក់មួយដើម្បីជួគេងមួយយប់ប៉ុន្តែដូចជាហេតុមួយអ៊ំប្រុសនឹងគឺគាត់បានទៅដល់ផ្ទះសំណាក់នឹងគាត់អត់ដឹងថាប្រវត្តិបន្ទប់នឹងវាយ៉ាងម៉េចនោះទេដោយសារផ្ទះសំណាក់នឹងគេជួលពេញអស់អញ្ចឹងនៅសល់តែមួយបន្ទប់នឹងទេម្ចាស់ផ្ទះក៏គាត់សម្រេចចិត្តថានឹងជួលឲ្យអ៊ំប្រុសម្នាក់នឹងគេស្នាក់នៅមួយយប់ក្នុងមួយយប់ហ្នឹងមិនមែនគាត់ស្នាក់នៅតែម្នាក់ឯងទេអ្នកនាងគឺគាត់ស្នាក់4នាក់ជាមួយនឹងគ្រួសាររបស់គាត់ប៉ុន្តែរឿងហេតុការណ៍ដែលកើតឡើងនោះគឺជួបតែគាត់ម្នាក់ឯងទេបងប្អូនអ្នកនាងគាត់បានចេញពីលេងសមុទ្រហើយក៏គាត់បានទៅគេងផ្ទះសំណាក់ហ្នឹងគាត់គេងបានដល់ម៉ោង11យប់11កន្លះបាទគឺគាត់បានឮសូរសំឡេងមនុស្សស្រីយំហើយល្អូនៅក្នុងបន្ទប់ទឹកប៉ុន្តែគាត់សួរគ្រួសាររបស់គាត់អីចឹងថាអត់មានឮទេចឹងឮតែគាត់និយាយឮសូរយំនៅក្នុងបន្ទប់ទឹកម្នាក់ឯងចឹងទៅល្អូនៅក្នុងបន្ទប់ទឹកដល់ពេលគាត់ទៅមើលបែរជាអត់ឃើញគាត់ក៏ចាប់អារម្មណ៍ដែរគាត់គិតថាប្រហែលជាអាចនឹងនៅបន្ទប់ជាប់ហ្នឹងអីចឹងទៅគេជុំជួបគ្នាអីចឹងណាបន្ទាប់មកទៀតស្រាប់តែដល់ម៉ោង2:10 45នាទីគាត់បានលឺម្ដងទៀតគឺគាត់អត់បានហៅគ្រួសាររបស់គាត់សួរអីទេគឺគាត់ឡើងទៅមើលអ្នកនរគ្នាដឹងមកទេគឺគាត់ឡើងទៅមើលទៅគឺឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយយំនៅលើចានអង្គុនដល់ពេលគាត់ឃើញចឹងគាត់ក៏ចាប់ផ្ដើមស្រែកអោលពេញក្នុងបន្ទប់នឹងអ្នកនរគ្នាគាត់ថាគាត់មិនដែលជួបប្រទះបែបហ្នឹងទេអ្នកនរគ្នាអើយឥឡូវយើងសាកសម័យទៅបើសិនជាយើងជួបចឹងមែនពិតជារន្ធត់ខ្លាំងមែនតើគាត់តែគិតគាត់ឃើញចឹងគាត់ស្រែកផ្អើលមិនមែនផ្អើលតែគ្រួសារគាត់បន្ទប់ផ្សេងក៏គេផ្អើលដែរហើយម្ចាស់ផ្ទះសំណាក់ហ្នឹងក៏គាត់មកសួរថាកើតអីចឹងតែគាត់ក៏បានរៀបរាប់ប្រាប់ចឹងប៉ុន្តែគាត់បានរើចេញទាំងយប់គាត់អត់គេនៅនឹងទេគាត់ចេញមក1ជាងដល់ពេលគាត់រើហើយគាត់ចុះមកក្រោមគាត់និយាយជាមួយម្ចាស់ផ្ទះទៅម្ចាស់ផ្ទះក៏បានប្រាប់ថាក្នុងបន្ទប់ហ្នឹងធ្លាប់មានមនុស្សស្លាប់មនុស្សស្រីម្នាក់ខឹងសង្សារអីចឹងលេបថ្នាំសម្រាប់ខ្លួនចឹងទៅពេលឲ្យអ៊ំម្ចាស់ផ្ទះហ្នឹងក៏គាត់រៀបរាប់ប្រាប់ថាគាត់ក៏មិនហ៊ានប្រាប់ដែរដោយសារឃើញអ៊ំប្រុសអ៊ំស្រីហ្នឹងគាត់អត់មានកន្លែងគេងគាត់ថាសល់មួយបន្ទប់ដែរគាត់ថាគេងអត់អីចឹងដែរតែគាត់អត់ហ៊ានប្រាប់អ៊ំប្រុសអ៊ំស្រីថាវាមានរឿងហេតុអីមួយនៅក្នុងបន្ទប់ហ្នឹងទេហើយអ៊ំប្រុសអ៊ំស្រីហ្នឹងក៏គាត់ក៏បាត់ខឹងបាត់អីចឹងទៅមូលហេតុដោយសារម្ចាស់ផ្ទះគាត់អាណិតខ្លាចអ៊ំប្រុសមានកន្លែងគេងដោយសារពេលហ្នឹងបុណ្យទានវាមានមនុស្សមកច្រើនផ្ទះសំណាក់អីចឹងសាគីអីគឺពេញអស់ហើយចឹងក៏គាត់រៀបរាប់ប្រាប់តាមហ្នឹងទៅអ៊ំប្រុសអ៊ំស្រីក៏គាត់អត់ខឹងដែរហើយក៏គាត់បានទៅគេងក្នុងលហាត់នៅមាត់សមុទ្រឬមើលគេងក្នុងរឹងអីចឹងទៅហ្នឹងហើយអ្នកនរគ្នារឿងនៅខាងកំពង់សោមក៏មានតែប៉ុណ្្នឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះ